ចាប់ពីថ្ងៃនេះយើងធ្វើអីទៀតយើងគិតពីអនាគតមកដូចក្រោយខ្នងខ្ញុំអញ្ចឹងមិនសមវិញភ្លៀងល្ងិតមេឃបាទឥឡូវនេះភ្លៀងហួសហើយឥឡូវចេញពន្លឺថ្ងៃហើយអញ្ចឹងយើងត្រូវគិតពីអនាគតទៅដូចថាឥឡូវនេះយើងតាមតមុខទៀតយើងត្រូវមានសេចក្តីសង្ឃឹមបើសិនយើងអត់មានក្តីសង្ឃឹមទេយើងពិបាកយើងនឹងកើតគេហៅរោគ depression វិស័យប្រសាទបាទអញ្ចឹងដល់យើងមានសេចក្តីសង្ឃឹមយើងនឹងស្រលឹងមើលទៅអនាគតទៀតបាទហើយទៅចំពោះខ្ញុំថាអនាគតភ្លឺមានរស្មីមានសូរិយាបាទល្អណាស់ចំពោះកម្ពុជានិងសហរដ្ឋអាមេរិកក្នុងនាមជា Cambodian American ខ្ញុំក៏ត្រេកអរដែរថា bias ថា president របស់យើងខ្ញុំបានចោះទៅចូលរួមនឹងកម្មវិធី peace signing មកជាវត្តសាស្ត្ររបស់ខ្មែរយើងអញ្ចឹងចំពោះខ្ញុំតាមមើលទៀតបាទតាមមើលទៀតចាំមើលសិនទៅថាធម្មតាដូចយើងមើលកុនភាគអញ្ចឹងដល់តែយើងមើលតភាគទី1ភាគទី2ទៀតបាទលោក Randy Mot អ្វីទៅដែលលោកចង់ឃើញអំពីការអនុវត្តបន្ថែមទៅលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃនេះតើលោកចង់ឃើញអ្វីជាដុំកំភួនបាទជាព័ត៌មានដូចថាខាង inspector ដូចថាខាងអាស៊ានទៅ inspect បាទដើម្បីផ្ដល់ព័ត៌មានមកពីរបាយការណ៍មើលថាអ្វីថាក្នុងកិច្ចសន្យាហ្នឹងបានអនុវត្តដល់កម្រិតណាហើយទៅលបឿនការអនុវត្តនឹងយ៉ាងណាដែរនេះអ្វីដែលខ្ញុំចង់ឃើញណាបាទទី2ចង់ឲ្យបងប្អូនខ្មែរយើងបាទនៅក្នុងស្រុកខ្មែរនិងក្រៅស្រុកក្តីបាទfocus ពីរឿង economic development ព្រោះឥឡូវនេះតាមខ្ញុំដឹងដូចថាមានលក្ខខណ្ឌល្អពិសេសណាស់ដូចថានឹងបានប្រយោជន៍មកដល់បងប្អូនខ្មែរយើងបាទអញ្ចឹងដូចជាដូចថា zero tariff អានឹងដូចថាខ្ញុំមិនទាន់ច្បាស់ថាស្អីខ្លះនៅក្នុងចំណុចហ្នឹងទេប៉ុន្តែនេះជាអ្វីដែលយើងគួរនាំគ្នាស្រាវជ្រាវដើម្បីដូចថាជួយប្រទេសជាតិគឺថា Cambodian first បាទអញ្ចឹងអ្វីដែលផលិតនៅស្រុកខ្មែរផលិតដល់បងប្អូនខ្មែរយើងចូលរួមដើម្បីគ្រប់គ្រងផលិតផលនិងសេវារបស់បងប្អូនខ្មែរយើងហើយតើអ្វីដែលខ្ញុំចង់ឃើញមកឆាប់ឲ្យដូចថាការសញ្ញេនៅក្នុង peace agreement ហ្នឹងអនុវត្តដើម្បីឲ្យយើងនឹងដូចថាបត់ឆាប់ទៅមុខទៀតបាទហើយតើអ្វីចង់ឃើញហ្នឹងដូចថាខាងថៃហ្នឹងដូចថាការពិសេសចាក់កុំឲ្យស្ដោះឲ្យនៅទៅវិញបាទនេះអ្វីចង់ឃើញហើយទៅចង់ឃើញដូចថាឲ្យបានលឿនបើសិនអាចបាទដូចខ្ញុំជម្រាបចឹងដូចថាខ្ញុំជារះសាមញ្ញទេប៉ុន្តែគ្មានអំណាចអីនៅក្នុងដោះស្រាយបញ្ហាពិភពលោកទេប៉ុន្តែអ្វីដែលចង់ឃើញឲ្យបានរឹតតែឆាប់ដល់ល្អដូចថាអង់គ្លេស after the storm the sun will